បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះតកៅចាប់ផ្ដើមមានខ្មៅវាចេញមួយឥឡូវនេះយើងឥឡូវវាចេញយើងចាប់ដាក់ធុងផ្សេងដើម្បីយើងយកទៅបង្កាត់ពូជបន្តទៀតបាទដែលយើងចាប់មួយអញ្ចឹងក៏ដោយសារតែយើងអត់ទាន់បានធ្វើត្រង់ធ្វើកន្លែងត្រឹមត្រូវអញ្ចឹងយើងត្រូវចាប់វាដាក់ធុងតកៅខ្មៅពេលដែលវាឡើងពណ៌ខ្មៅវាចាប់ផ្ដើមវាចេញវាឡើងស៊ីចំណីវាទៅរកកន្លែងសុវត្ថិភាពដើម្បីញាស់ដើម្បីញាស់ចេញជារុយសនេះយើងដាក់កាក់ដូងដែលគេចោលហ្នឹងចោលតាមផ្សារហ្នឹងយកមកដាក់វាស៊ីខាងនេះក៏មានខ្មៅដែរមកអត់សូវច្រើនវាចិត្តស៊ីមករះ